សម្ដេចធិបតីហ៊ុនម៉ាណែតជូនចំពោះបងប្អូនជនរួមជាតិជាទីស្រឡាញ់ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនៅសង្គ្រាមឈ្លានពានមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីខ្ញុំពិតជាបានឃើញច្បាស់នៅស្មារតីសាមគ្គីភាពនិងឯកភាពជាតិរឹងមាំរវាងខ្មែរនិងខ្មែរក៏ដូចជាបានឃើញច្បាស់នៅការឈឺចាប់របស់ជាតិយើងនិងរបស់ប្រជាជនយើងហើយជាការឈឺចាប់មួយដែលបានបំផុសនៅទឹកចិត្តស្នេហាជាតិដ៏ស្មោះត្រង់ជាមួយនឹងការបដិញ្ញាចិត្តដ៏មោះមុតរបស់ប្រជាជននៅគ្រប់ទិសទីក្នុងការកសាងប្រទេសជាតិយើងឲ្យបានរឹងមាំជាការពិតការលំបាករបស់ជាតិនាពេលនេះគឺជាការលំបាករបស់ខ្មែរគ្រប់រូបប៉ុន្តែគន្លឹះសំខាន់របស់ជាតិយើងនាពេលនេះគឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិនិងការបដិញ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះឲ្យคล้ายទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិនិងគោលដៅដ៏ពិសិដ្ឋរបស់ជាតិពោលគឺការរួមសាមគ្គីភាពគ្នាជាធ្លុងមួយដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើងនិងធ្វើឲ្យជាតិខ្មែរយើងបានរឹងមាំស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូបជាមួយគ្នានេះនិងចំពោះមុខនេះយើងមានភាពចាំបាច់ក្នុងការរួបរวมសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការបដិញ្ញាចិត្តរួមរបស់ជាតិដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យនិងលុបបំបាត់ភាពអសកម្មទាំងឡាយក្នុងសង្គមជាតិដែលធ្វើឲ្យជាតិចុះខ្សោយសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គមនិងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគឺជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋហើយការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាចំណុចដ៏សំខាន់នាពេលនេះបន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងលើកិច្ចការអាទិភាពសំខាន់របស់ជាតិផ្សេងទៀតដោយមើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិដែលបង្កឡើងដោយឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មសម័យទំនើបមួយនេះដែលមានបណ្ដាញប្រតិកលាគ្នាពីប្រទេសមួយទៅប្រទេសមួយរាជរដ្ឋាភិបាលនីតិកាលទី6នៃរដ្ឋសភារហូតដល់ដើមនីតិកាលទី7នៃរដ្ឋសភាបានចាត់វិធានការជាច្រើនលើឧក្រិដ្ឋកម្មនេះដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើនការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្នុងការកំណត់ថាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគឺជាកិច្ចការអាទិភាពក្នុងរបៀបវិរៈនយោបាយរបស់ខ្លួនក៏ពុំមែនជាការចែកដន្យឡើយហើយការដាក់ចេញនូវវិធានការម៉ឺងម៉ាត់និងមុតស្រួចគឺជាបន្តបន្ទាប់លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមកគឺជាសក្ខីភាពមួយនៃការអនុវត្តការបដិញ្ញាចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះដែលជាក្តីកង្វល់រួមរបស់កម្ពុជាតំបន់និងពិភពលោកហេតុដូច្នេះខ្ញុំពិតជាចង់ឃើញណាស់នៅការចូលរួមជាមួយនឹងការបដិញ្ញាចិត្តនិងការលះបង់ដើម្បីជាតិពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ជាពិសេសការចូលរួមពីសំណាក់ប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈគ្រប់និន្នាការក៏ដូចជាមន្ត្រីរាជការអាជ្ញាធរមូលដ្ឋានកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដើម្បីយើងរួបរวมគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសម្ដៅលុបបំបាត់នៅរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិជាចុងបញ្ចប់ខ្ញុំប្រកាសណាទូលព្រះបង្គំខ្ញុំសូមប្រសិទ្ធពរជូនដល់បងប្អូនជនរួមជាតិជាទីស្រឡាញ់សូមសំប្រកបដោយពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភានៈកំបីឃ្លៀងឃ្លាតឡើយ